នៅក្នុងវីដេអូនេះគឺលោកគ្រូបង្រៀនបងប្អូនដល់ចំណុចលេខ4វិធីគុណរង្វាស់ប្រវែងបាទដែលនៅក្នុងមេរៀនទី13របស់យើងគឺរង្វាស់ប្រវែងបាទអញ្ចឹងឧទាហរណ៍ថាចំណុចកលោកគ្រូមាន36សង់ទីម៉ែត្រគុណនឹង6តើស្មើនឹងប៉ុន្មានសង់ទីម៉ែត្របាទគឺកំណត់ទី1នេះមាន36សង់ទីម៉ែត្រហើយកំណត់ឈើទី2នេះមាន36សង់ទីម៉ែត្រដែរនេះស្មើ36សង់ទីម៉ែត្រដែរបាទ36សង់ទីម៉ែត្រ36សង់ទីម៉ែត្រ36សង់ទីម៉ែត្របាទអញ្ចឹងក្នុងមួយកំណាត់មានប្រវែង36សង់ទីម៉ែត្រឈើរបស់យើងមាន6កំណាត់អញ្ចឹងគេសួរថាតើឈើ6កំណាត់ហ្នឹងមានប្រវែងប៉ុន្មានបាទចម្លើយរបស់យើងគឺយើងយក36សង់ទីម៉ែត្រនេះគុណនឹង6បាទអញ្ចឹងសង់ទីម៉ែត្រយើងទម្លាក់មកបាទ6គុណ6 6 6ដង36 36ត្រា3 6 3ដង18 18និង3 21បាទអញ្ចឹងចម្លើយរបស់យើងគឺស្មើនឹង216សង់ទីម៉ែត្របាទ216សង់ទីម៉ែត្រអញ្ចឹងគេបាន36សង់ទីម៉ែត្រគុណនឹង6ស្មើ216សង់ទីម៉ែត្របាទដូចនេះឈើ6កំណាត់បាទដូចនេះឈើ6កំណាត់មានប្រវែងសរុប216សង់ទីម៉ែត្រស្រ័យចំណុចអក្សរករួចហើយឥឡូវយើងបន្តចូលចំណុចអក្សរខបាទអញ្ចឹងយើងគេមាន18មីលីម៉ែត្រគុណនឹង16សង់ទីម៉ែត្របាទស្មើសង់ទីម៉ែត្របាទអញ្ចឹងយើងត្រូវគុណទៅសិនមកអញ្ចឹងយក18មីលីម៉ែត្រគុណនឹង16បាទគុណនឹង16 6 8ដង48សេលេខ8ត្រា4 6ម្ដង6 6នឹង4 5 1 8ដង8 1 1ដង1បាទយើងបូកចូលគ្នាមកស្មើនឹង8 5បូក8ស្មើ13សេលេខ3ត្រា1 1 បូក 1 ស្មើ2បាទស្មើ238មីលីម៉ែត្រតោះមកយើងឃើញចម្លើយបែបហ្នឹងហើយគឺយើងត្រូវប្របែកពីមីលីម៉ែត្រទៅសង់ទីម៉ែត្របាទទៅសង់ទីម៉ែត្រអញ្ចឹងយើងសេប្រធានចម្លើយរបស់យើងមាញ់សេឡើងយើងប្របែកមកពីមីលីម៉ែត្រទៅសង់ទីម៉ែត្របាទអញ្ចឹងយើងដឹងហើយថា1មីលីម៉ែត្រស្មើនឹង1ចែកឲ្យ10សង់ទីម៉ែត្របាទអញ្ចឹងយើងស្មើ238ចែកនឹង10បាន23.8សង់ទីម៉ែត្របាទអញ្ចឹងយើងឆ្លើយថាដូចនេះ18មីលីម៉ែត្រគុណនឹង16ស្មើ23.8សង់ទីម៉ែត្របាទខាត់